គ្រប់ជំរាបសួរទៅកាន់បងប្អូនយើងទាំងអស់គ្នាបាទថ្ងៃនេះយើងវិលត្រឡប់មកជួបគ្នាសាជាថ្មីឯងបងប្អូនជាមួយនឹងទស្សនីយភាពប្លែកបាទរូបភាពអនុស្សាវរីយ៍ប្លែកថ្មីក្នុងកាលខ្ញុំបានរួមដំណើរបាទទៅថ្វាយបង្គំបាទទឹកដីនៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយកម្រងរូបភាពអនុស្សាវរីយ៍នេះដែរបងប្អូនគឺយើងទៅយូរហើយចឹងពីឆ្នាំ2025កន្លងផុតទៅចូល2026ហើយដោយសារតែខ្ញុំរវល់បានកាត់ដូចជារៀបចំឲ្យបានអលឥតដើម្បីផុសចឹងទៅកន្លែងតែប្រកបការងាររបរចំជីវិតតាប់បញ្ញាប់មុនអីចឹងទៅណាបងប្អូនបាទចឹងទៅអ្វីដែលយើងត្រូវដោះស្រាយបានគឺយើងដោះស្រាយមុនហើយដល់ពេលដែលយើងទំនេរគឺយើងចាប់ដើមរៀបចំកាត់តបាទរូបភាពនឹងដើម្បីផុសទៅក្នុងបណ្ដាញសង្គមអធិស្ឋានបងប្អូនចប់មកបន្តិចបាទដើម្បីចែកជូនទៅកាន់បងប្អូនយើងទស្សនាបាទជាមួយនឹងកម្រងរូបភាពបាទលោកអ៊ំគ្រូកណ្ណាកំចាស់គ្រប់អង្គបានរួមដំណើរអស់គ្នាដើម្បីចូលទៅថ្វាយបង្គំបាទនៅពុទ្ធស្ថានមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ាហ្នឹងហើយបងដូចបងប្អូនឃើញស្រាប់ហើយបាទគឺយើងធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែងប្រកបដោយសេចក្តីសមណោះរីករាយចិត្តជ្រះថ្លាបងប្អូននិយាយរួមទៅគឺយើងផ្ដោតចេតនាតាំងពីយើងឈានជើងចេញទៅពីផ្ទះចេញទៅពីស្រុកខ្មែរគឺយើងចង់ឃើញចង់ដឹងបាទដោយសារតែយើងទាំងអស់គ្នាគឺជាអ្នកកាន់នៅពុទ្ធសាសនាបងប្អូនបាទជាស្រេចកាន់នៅពុទ្ធសាសនាអញ្ចឹងយើងបានរៀនសូត្រដឹងខ្លះអីខ្លះអញ្ចឹងទៅហើយអារម្មណ៍មួយគឺចង់ទៅឃើញទីតាំងពិតប្រាកដទីតាំងជាក់ស្ដែងតើការរៀនសូត្រទាក់ទិននឹងពុទ្ធសាសនាហ្នឹងមានកន្លែងអីខ្លះមានសិលាចារឹកដូចជាផុសតាងអីខ្លះដើម្បីឲ្យយើងជឿទៅតាមអ្វីដែលគេកត់ត្រាទុកអ្វីដែលគេបានចងក្រងទុកអញ្ចឹងទៅបងប្អូនបាទហើយនេះគឺជាសន្តាគារមួយដែលយើងបានទៅសម្រាកនៅក្នុងយប់នឹងអញ្ចឹងណាបងប្អូនហើយថ្ងៃនេះគឺយើងមកបន្តដំណើរទៅថ្វាយបង្គំស្ថានទីមួយកន្លែងទៀតអញ្ចឹងណាបងប្អូនអញ្ចឹងកុំឲ្យខាត់ពេលយូរសូមបង្វាយអារម្មណ៍បងប្អូនយើងក៏ដូចជាបាទអ៊ំពូនេះទាំងអស់អរហតោសម្មាសម្ពុទ្ធស្សនមោអរហតោសម្មាសម្ពុទ្ធស្សនមោតាសភគវតោសម្ពុទ្ធស្សយោសមន្តាចក្រវាលេសុអត្រាកិច្ឆន្តុទេវតាសទ្ធមំមនុរិជសៈសុនន្តោសៈកិមោខទាំងទេវតាទាំងឡាយក្នុងចក្រវាលទាំងឡាយដោយជុំវិញសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះចូលស្ដាប់ស្ដាយនៃអ្នកប្រាជ្ញវិបត្តិបដិពិហាយសព្ទសម្បត្តិសតិយសព្ទទុក្ខសព្ទភយសព្ទរោគវិនាសាយប្រតាំងព្រោធម្មង្គលៀងសូមប្រកាសណាទាំង5ព្រះអង្គចម្រើននៅព្រះបរិជាជ័យមង្គលដើម្បីការពារបញ្ជានៅវិបត្តិគឺសេចក្តីអន្តរាយទាំងឡាយទាំងពួងដើម្បីបានសម្រេចនៅសម្បត្តិគ្រប់យ៉ាងដើម្បីញ៉ាំងទុកញ៉ាំងពេលញ៉ាំងរងឲ្យវិនាទៅហងសូមអរតនាទាំង5ព្រះអង្គទេពេកិរិសការតតេចន្ទលេខេវិមាននេទីពេរតេចគិយមេតរុវណ្ណកហនេកេហវធម្មនេទេពុមេកាយតុទេវេចិលថលវិសមេយៈកកន្ធបនិយគាតតន្តាសន្តកេយ៉ាងមនិវរវចនំសាធវោមេសុនន្តធម្មសវនកាឡោអយមធម្មសវនកាឡោអយមភ
ตันตานโมตัสสะเกเวตาอะระหะโตสัมมาสัมพุทธัสสะนะโมสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตยัสสะพุทธังสรังสรณังสรณังเกชามิตุติยามเปธัมมังสรณังเกชามิตุติยามเปสังฆังสรณังเกชอุเตตยัญจะภุมาเอกเรจิหะเรสวรรณาปัตวะปะเพสาตังตังนมาสามิหะเรสวรรณังโพธิเยนะโมวิโมตตานังนะโมวิโมตติเยอิมังเปตยัญจะภุมาเอกเรจิหะเรสวรรณาปัตวะปะเพสาตังตังนมาสามิหะเรสวรรณังปัตวะปะเพสังกันสัพพธรรมเมเตเมนะโมเตจะมังปาลยันตนะมัตตโพเทนังนะมัตตโพเทเยนะโมวิโมตตานังกัตวาโมโรเวสัมกัปเปยิเตอัพยันตาโพธิเยมูเลสัจจนังนันเตวัตโนเอวังเลอปาราจิตปาลังเกเสเสปทวิปาวคะเรอภิเสกเกสัพพทเทนังอาเกียปัตตาปมาตุตสนะขัดตังสมังกัลลังสัพเพตังพระมจาริสัพเตะขินังกายกรรมังเวจากรรมังปเตะขินังปเตะขินังมโนกรรมังปนัยทิเตปเตะขินังตัทเทปะเตะขิเนนะโมเมสัพพะเทมโนทิโรเรวตารเทวัตโนสาปิตาคุณสัมปันโนโลกปัจโจตาวเนรโตวรสารถอยปตุโมตราสัตตสาราสเมธโทเวสภูสุขเตยกาวกกสันโทสัตตเวหังกาสปาวสริสัมปันนาวโคตมาวสัจจะกงกะโวเตอายุวัฏกาวธนวัฏกาวสริวัฏกาวสัพวัฏกาวหันตุสัพปติโตภโรกะพเยเวเรียสาวกาสัตโตจะปาทเวอเนกาโนจะโพเกียงวุฒิจะยสวาสัตวาสายะวันโตเตเนตั้งลายจังโยกเอาเมียนโรคเอาบ้านในสิกได้สอบพร้อมตั้งเยียดตั้งลายกรบคณีโตสาปุตโตขามเมตตังเมมังโอนตมังเกเนวันธรรมังจตุวิเทงเวรังธรรมเมโยคาลิตาธรรมโมคัมเมตตังเมมังโอนตมังเกนวันเตหังสังขังจตุวิโทตมังคาลิตาโตสาวสังโฆคัมเมตตังเมมังอารันตเนียสัมดัยเปรียบเพียงกวีโดยเกียรติอย่างนิ่งอายเปรียงปดตรังอังนกลโปรมโตตัวหนึ่งสำแดงได้ตันให้เพียบแถลงตามเพียเวียงกลกังรนาសូមអនុមោទនីលោកយាយលោកតាស្ដាប់ព្រះធម៌ទេសនាដោយគោរពសូមអនុមោទនីសម្មាសម្ពុទ្ធស្សៈនមោតស្សៈភៈវេតមសន្តោសម្មាសម្ពុទ្ធស្សៈពុទ្ធរតនធម្មរតនសង្ឃរតនអ្នកមេខ្ញុំគណៈសូមក្រាបសំពះចំពោះ
ដោយសេចក្តីគោរពជ្រះថ្លាក្រាបថ្វាយបង្គំអូចនីយដ្ឋាននានានៅនៃប្រទេសភូមានេះក្រាបថ្វាយបង្គំព្រះមហាចេតិយនានាមានព្រះមហាចេតិយសេងគុត្រៈដែលបានតម្កល់នៅព្រះកេសធាតុរបស់ព្រះសម្មាសម្ពុទ្ធនៅលើភ្នំសេងគុត្រៈថ្វាយបង្គំបច្ចេកដីនៅលើកំពូលភ្នំចៃធីយោតម្កល់នៅព្រះកេសធាតុរបស់ព្រះសម្មាសម្ពុទ្ធ6សរសៃដោយសេចក្តីគោរពជ្រះថ្លាចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាធ្វើសេចក្តីស្រឡាញ់រាប់អានចំពោះកណ្ដាលចាស់ទាំង4ព្រះអង្គដែលបានរួមដំណើរជាមួយញាតិញោមពុទ្ធបរិស័ទយើងជាទីចម្រើននៃចិត្តនិងបានជាការបង្ហាញនៅសម្ពុទ្ធការសាវកលើរថយន្តនេះរាប់ចាប់តាំងពីថ្ងៃទី13ខែមីនាមកមានប្រសង់រួមដំណើរជាមួយញាតិញោមពុទ្ធបរិស័ទយើងដែលយើងចាក់ចេញពីព្រះរាជាណាចក្រកម្ពុជាមកគឺ3រថយន្តរហូតមកដល់ទឹកដីនៃប្រទេសភូមានេះនៅថ្ងៃទី14ខែមីនាគ្រិស្តសករាជ2025ញាតិញោមពុទ្ធបរិស័ទយើងពិតជាមានភាពនឿយហត់កម្លាំងកាយដោយការសម្រានសម្រួលអរិយាបថខុសប្រក្រតីមិនដូចជាការដែលយើងនៅផ្ទះរបស់យើងរៀងខ្លួនយើងតែងតែសម្រានសម្រួលទៅតាមអធិស្ស្រ័យតែដល់ពេលញាតិញោមពុទ្ធបរិស័ទយើងបានអញ្ជើញក៏ធ្វើដំណើរមកដល់ទីនេះក៏មានការផ្លាស់ប្ដូរគ្រប់យ៉ាងផ្លាស់ប្ដូរពីការនៅតាមគេហដ្ឋានរៀងខ្លួនផ្លាស់ប្ដូរពីការបរិភោគអាហាររៀងខ្លួនផ្លាស់ប្ដូរពីការធ្វើអ្វីទៅតាមអធិស្ស្រ័យរបស់ខ្លួនបែរជាធ្វើអ្វីទៅតាមការរួមគ្នាការបរិភោគការហូបចុកក៏ដូចជាការធ្វើដំណើរក៏យើងរួមគ្នារហូតទៅញាតិញោមហើយនៅក្នុងកិច្ចការងារនេះទៀតសោតញាតិញោមពុទ្ធបរិស័ទយើងពិតជាចំណាយច្រើនណាស់យើងមិនរាប់ថាប្រាក់នឹងវាមានតម្លៃអីយ៉ាងណាទៅទេប៉ុន្តែក៏ជាការសន្សំទុកដាក់មកយ៉ាងប្រឹកប្រែងចំណាយថវិកាហើយចំណាយមួយទៀតគឺសេចក្តីសុខដែលយើងបានលះបង់ញាតិញោមជីដូនចាស់លោកតាចាស់ធ្វើដំណើរមកក៏កូនចៅនៅស្រុកចង់ដឹងចង់ឃើញញាតិញោមដឹងថានៅស្រុកនេះអាហារបរិភោគហូបចុកយ៉ាងម៉េចអ្នកស្រុកនៅទីនេះមានការរស់នៅយ៉ាងម៉េចមុខមាត់យ៉ាងម៉េចមានភាសាយ៉ាងម៉េចនឹងក៏ខលមកទំនាក់ទំនងមួយលើដោយការចង់ដឹងសុខទុក្ខលោកយាយលោកតារបស់ពួកគាត់ផងហើយមួយវិញទៀតចង់ឃើញទឹកដីស្រុកទេសនៅទីនេះចឹងញាតិញោមពុទ្ធបរិស័ទយើងពិតជាមានការលះបង់ច្រើនណាស់ជាពិសេសគឺលះបង់នៅកិច្ចការងារទាំងឡាយដែលញាតិញោមមកមានញឹកណាស់គ្រប់ព្រះអង្គគ្រប់គ្នាមិនមានបុគ្គលណាទំនេរទេប៉ុន្តែនៅពេលដែលញាតិញោមបាននិមន្តហើយនឹងអញ្ជើញមកដល់ទីនេះញាតិញោមបានឃើញអំពីសភាពប្លែកនៅក្នុងដែននេះញាតិញោមផងដែលការចិញ្ចឹមជីវិតការរស់នៅការប្រើប្រាស់ភាសាសពយ៉ាងគឺមិនដូចយើងទេខុសពីយើងហើយក៏មានប្រពៃណីវប្បធម៌ទំនៀមទម្លាប់ដតីមិនដូចយើងដែរដែលយើងនៅស្រុកខ្មែរនោះបុរសមិនសូវជាមានការស្លៀកនៅសម្ពុតអីយ៉ាងដូចនេះទេហើយមិនមានការផាត់មុខដោយម្សៅដែលកិនពីឈើអីអញ្ចឹងគឺមិនមានទេញាតិញោមប៉ុន្តែនៅស្រុកនេះជារឿងធម្មតាប្រពៃណីបុរសស្ត្រីមានការស្លៀកសម្ពុតមានការផាត់មុខដោយម្សៅមានក្លិនក្រអូបឬក៏មានការបរិភោគនៅម្លូជាប្រពៃណីរបស់គេជាទំនៀមទម្លាប់របស់គេអញ្ចឹងញាតិញោមនឹងបានស្វែងយល់បានឃើញបានដឹងច្រើននៅក្នុងការរស់នៅរបស់អ្នកនៅក្នុងស្រុកឬក៏ដែននេះហើយអ្វីដែលយើងសប្បាយចិត្តយ៉ាងក្រៃលែងញាតិញោមត្រង់យើងទាំងអស់គ្នាមានឱកាសបាននិមន្តបានអញ្ជើញមកមនុស្សដែលយើងស្គាល់មានច្រើនណាស់ញាតិញោមច្រើនណាស់ប៉ុន្តែមនុស្សខ្លះក៏ហាក់បីដូចជាថាមិនបាននាំយើងទៅចម្រើនបុណ្យចម្រើនកុសលអីទេដូចញោមចាមានប្រសាសន៍ប្រាប់អញ្ចឹងថាតម្កល់ចិត្តខុសបាបហើយបាននៅក្នុងពុទ្ធដីកាព្រះអង្គសម្ដែងរហូតទៅដល់ចំណុចមុនគេព្រះអង្គសម្ដែងអសេវនាចៈពេលលាណាហ្នឹងហើយបងប្អូនបន្ទាប់ពីយើងបានស្ដាប់
នៃកិច្ចការនមស្ការក៏ដូចជាអរតនានិមន្តប្រកាសណាគុណម្ចាស់គ្រប់ព្រះអង្គចម្រើននៅព្រះបរិត្តតាមរថយន្តបាទក្នុងអំឡុងពេលយើងចេញដំណើរពីកន្លែងសម្រាកដើម្បីធ្វើដំណើរឆ្ពោះទៅកាន់បច្ចេកដីធំមួយដែលកសាងឡើងដោយប្រជាពលរដ្ឋមីយ៉ាន់ម៉ាគាត់កសាងឡើងដើម្បីបូជាថ្វាយនៅថ្វាយចំពោះសាសនារបស់ព្រះពុទ្ធយើងតែម្ដងថ្វាយចំពោះសាសនាអញ្ចឹងណាបងបងប្អូនដូចជាអធិស្ឋានមុននឹងចប់មកបន្តិចដោយសារគាត់កាន់នៃពុទ្ធសាសនាខ្លាំងជឿជាក់ខ្លាំងអញ្ចឹងលះបង់ទ្រព្យសម្បត្តិតខ្លួនដើម្បីកសាងបច្ច័យដីនឹងឧទ្ទិសជូនព្រះសម្មាសម្ពុទ្ធបូជាចំពោះព្រះសាសនាម្ដងតែម្ដងបងប្អូនហើយគាត់បញ្ជាក់បងដែរគាត់គឺជានិយាយរួមទៅនិយាយឲ្យយល់ទៅគាត់គឺជាស្ថិជនជាតិមីយ៉ាន់ម៉ាហ្នឹងគាត់អ្នកមានធនធានច្រើនអញ្ចឹងណាបងប្អូនហ្នឹងហើយគាត់កសាងបច្ចេកដីហ្នឹងតិចទៀតយើងនឹងទៅដល់ហើយនេះយើងធ្វើដំណើរបានរយៈពេលមួយព្រឹកហើយយើងចូលពិសានៅអាហារថ្ងៃត្រង់តាមផ្លូវអញ្ចឹងណាប៉ុន្តែកន្លែងគេគួរសមបងប្អូនស្អាតដូចបងប្អូនឃើញស្រាប់ហើយគឺម្ហូបអាហាររបស់គេគឺប្លែកអញ្ចឹងទៅហើយយើងគ្រប់តាមពេលវេលារបស់ប្រកាសណាគុំចាស់ក៏ព្រះអង្គដែលដល់ពេលវេលាត្រូវទទួលចង្ហាន់ត្រង់អញ្ចឹងណាបងប្អូនហ្នឹងហើយក្រុមពួកយើងគឺតែងនៅពេលដែលយើងចេញដំណើរពីកន្លែងមួយទៅកន្លែងមួយពេលព្រឹកគឺយើងតែងតែប្រារព្ធនៅពិធីនមស្ការតាមរថយន្តអញ្ចឹងណាបងប្អូននមស្ការតាមរថយន្តសំដែងទូទេសនាអរតនីប្រកាសណាគុំចាស់សំដែងនៅទូទេសនាតាមពេលវេលាដែលគួរសមអាចសំដែងបានឬក៏កន្លែងនឹងចិត្តអីចឹងទៅក៏អាចសំដែងដែរអញ្ចឹងមិនភ្លេចទេរាល់ពេលដែលយើងចេញមកយើងតែងតែធ្វើនៅពិធីនមស្ការប្រតនត្រ័យសូមនៅសេចក្តីសុខសេចក្តីចម្រើនក្នុងអំឡុងពេលដែលយើងចេញដំណើរលើរថយន្តពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងណាបងប្អូនហ្នឹងហើយបន្ទាប់ពីយើងទទួលទានអាហារថ្ងៃត្រង់ប្រកាសណាគុំម្ចាស់ទទួលចង្ហាន់ថ្ងៃត្រង់ហើយយើងចាប់ផ្ដើមបន្តដំណើរទៅទៀតបងប្អូននេះកន្លែងដែលបាទលោកសទ្ធិដែលជាជនជាតិមីយ៉ាន់ម៉ាហ្នឹងគាត់បានលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដើម្បីកសាងនៅព្រះពុទ្ធរូបអង្គធំមួយអង្គនេះហើយនឹងបច្ច័យដីចម្លងពីប្រទេសឥណ្ឌាដែលជាកន្លែងពុទ្ធត្រាស់ដឹងគេហៅថាពុទ្ធគយាបងប្អូនប៉ុន្តែនៅមីយ៉ាន់ម៉ានេះគឺគេអនុញ្ញាតគេសុំច្បាប់ចឹងណាបងប្អូនគេសុំច្បាប់កសាងដើម្បីបូជាដោយសារតែគាត់ជ្រះថ្លាជាមួយនឹងពុទ្ធសាសនាខ្លាំងមែនតើបាទប្រតិពលពីរនាក់ហ្នឹងដែលគាត់ជាសទ្ធិនៅប្រទេសមីយ៉ាន់ម៉ាហ្នឹងបងប្អូននេះហើយក្នុងពេលដែលយើងឡើងទៅគឺគេមានឡានសម្រាប់ឲ្យយើងជិះកន្លែងហ្នឹងបញ្ជាក់ផងដែរបងប្អូនកន្លែងហ្នឹងគឺភ្នំប៉ុន្តែមិនជាភ្នំធំទេភ្នំមួយល្មមអញ្ចឹងបើយើងដើរគឺពិបាកដើររឿងឆ្ងាយហើយក៏ខ្ពស់ដែរអញ្ចឹងគេត្រូវមានអ្នករៀបចំកន្លែងហ្នឹងគេរៀបចំជាឡានទូចចេះប៉ុន្តែគេ design ស្អាតគេច្នៃគេកែច្នៃបែបស្អាតវាតាក់ទាញដែរបងប្អូនហើយជីបានច្រើនដែរដូចបងប្អូនឃើញអញ្ចឹង20នាក់ជាងឯមួយឡានហ្នឹងភ្លេចរាប់ទៅប៉ុន្តែខ្ទង់ហ្នឹងឯងបងប្អូន20នាក់ជាងនេះយើងចាប់ដើមជិះទៅហើយបើតកងគេឆៅដែរបងប្អូនចាក់ឡើងផ្អៀងខ្ញុំជិះហ្នឹងភ័យដែរថតផងអីផងទប់ផងអីផងអញ្ចឹងណាបងប្អូននេះនៅពេលដែលយើងទៅដល់ហើយយើងត្រូវទិញសម្បត្តិជីឡាននឹងឡើងទៅដល់លើនោះយើងទិញផ្កាទិញអីចឹងមិនថ្លៃទេបងប្អូនដូចតែខ្មែរយើងដែរមកតងពី3000ដូចតែយើងដែរអញ្ចឹងណាទិញបូជាហើយអ្នកស្រុកបូកេគឺមានការងារធ្វើនេះបងប្អូននេះខាងក្នុងព្រះអង្គធំដែលយើងជីឡានទៅឃើញមិនឃើញព្រះអង្គធំគង់ខ្ពស់ផុតព្រៃជាមួយនឹងបច្ចេកដីពុទ្ធគយាចម្លងមិញហ្នឹងនៅខាងក្នុងហ្នឹងគឺគេរៀបចំបែបនេះបងប្រុសគាត់ចាប់ផ្ដើមធ្វើកិច្ចនមស្ការនៅខាងក្នុងហ្នឹងហើយសូមបញ្ជាក់បងប្អូនមកដែរគឺកន្លែងនេះខាងក្រោមបល្ល័ង្ករបស់ព្រះពុទ្ធបដិមានេះបងប្អូននេះគឺជាសទ្ធិ2នាក់ដែលគាត់ចំណាយលុយផ្ទាល់ខ្លួនដើម្បីរៀបចំកន្លែងហ្នឹងឡើងបាទអញ្ចឹងមានប្រវត្តិរឿងរ៉ាវបែបណាបងប្អូនយើងចូលរួមស្ដាប់ក៏ដូចជាទស្សនីយភាពទាំងស្រុងដោយមានបងប្រុសគាត់បានបកស្រាយប្រាប់រឿងរ៉ាវយ៉ាងណាយ៉ាងណីនោះសូមបងប្អូនយើងចូលរួមស្ដាប់ទាំងអស់គ្នាអរគុណច្រើន
មាននិស័យទៅកាន់ទីត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនៅឯមជ្ឈិមប្រទេសតែមានឱកាសមកបំពេញបុណ្យនៅក្នុងទឹកដីនេះហ្នឹងហើយអញ្ចឹងពុកម៉ែឃើញស្រាប់ហើយថាមានបរិស័ទភូមិគេមកបូជាមកថ្វាយបង្គំមកធ្វើការគោរពរឿយមិនដាច់ទេហ្នឹងហើយដោយសារសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទអញ្ចឹងជាកិច្ចចាប់ផ្ដើមបន្តសូមរត់និមន្តព្រះអង្គគ្រូដើម្បីដឹកនាំញាតិញោមនមស្ការដល់សង្ខេបតទៅទៀតកាយវន្តនីកាយវន្តនីកាយវន្តនីញាតិញោមត្រូវឆ្លើយបង្អោនចិត្តហើយលើកថ្វាយបង្គំថាវន្តាមិណាបាទវន្តាមិបែរតែខ្ញុំសូមថ្វាយបង្គំយើងថ្វាយបង្គំដោយកាយហើយថាកាយវន្តនីបាទนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตตัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาដល់ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គប្រដាព្រះអង្គឡើយយេចពុទ្ធាអតីតាចយេចពុទ្ធាអនាគតាបច្ចុប្បន្នាចយេអហង្វន្ទាមិសាពតិបពិតព្រះដ៏មានព្រះភិដ៏ចម្រើនទូលព្រះបង្គំខ្ញុំម្ចាស់ទាំងឡាយមកអំពីឆ្ងាយជាទឹកដីដ៏ពិសិដ្ឋដែលមានព្រះអរិយៈតាំងនៅធ្លាប់គង់នៅព្រមទាំងអាស្រ័យនៅប្រកាសនៅធម៌នាំសាទចេញចាអំពីវត្តដាក់នៅក្នុងទឹកដីនេះផងដែរបបិទ្ធព្រះអង្គដ៏ចម្រើនក្នុងពេលនេះយើងខ្ញុំទាំងឡាយមានសេចក្តីជ្រះថ្លាចំពោះគុណរបស់ព្រះអង្គមានករណាគុណវិសុទ្ធិគុណនិងបញ្ញាគុណដ៏ប្រសើរហើយបបិទ្ធព្រះអង្គដ៏ចម្រើនគ្រឿងក្រអូបជាដើមនេះសូមព្រះអង្គមេត្តាទទួលយកដោយសេចក្តីអនុគ្រោះដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់លោកអ្នកដែលមានគុណទាំងឡាយមានមេត្តាបិតាជាដើមផងដល់ទូលព្រះបង្គំខ្ញុំម្ចាស់ទាំងឡាយផងអស់កាលជាអង្វែងទៅអង្គសូមអនុមោទនាបុណ្យអនុមោទនាបូជាផ្កាចំពោះព្រះឧទេសកចេតិយព្រះសកុណសាស្តាទាំងអស់គ្នាសូមអនុមោទនាម៉ែសូមអញ្ជើញបាទអញ្ជើញបូជាបាទសោធម្មោខមតតាំងមមង្សង្ឃេយោសង្ឃោខមបានជាបច្ច័យរួចផុតចាកទុក្ខឯដល់អនាគតគ្រប់ព្រះអង្គគ្រប់គ្នាក៏បីអខានឡើយអ៊ីទាំងវោបញ្ញយោផលទានយើងទាំងឡាយសូមសព្វផ្សាយដល់ញាតិមិត្តទៅកើតទីឆ្ងាយចិត្តមានវិបត្តិយ៉ាងណាក្តីសូមឲ្យរួយរំដាស់ចាត់ទុកទោសគ្រួចង្រៃបានសុខរៀងរាល់សំដោយក្តីអត់ទិហងសូមអនុមោទនាបាទប៉ុណ្ណឹងចោះណាញោមបាទ
ôi ốp tắc ốp á nhôm nhôm á ốp á kêu cả ốp chẳng mà thà kêu cả ốp để đàm này ha hôm hôm biết trong đào chợ suy bùa xin chạy chạy này chọc không chạy điều nè chùa Tà Thùng Suvarna Phum sau là sạ nam ven chăng nữa do Meta ដែលនៅពុទ្ធគយាព្រះអង្គទ្រង់ត្រាស់ដឹងណាសន្តិទ្រង់ត្រាស់ដឹងមានជាប្រកបដែលជាអចលចេតីឋានទីត្រាស់ដឹងព្រះគុណកតនៅវត្តចិត្តពុនហើយនៅនគរសង្កាសៈកន្លែងព្រះអង្គយាងចុះចាកអំពីឋានតាវតឹងមកបាទជាអចលចេតីអញ្ចឹងហើយសូមឲ្យញាតិញោមបានបង្អោនចិត្តថ្វាយបង្គំពេលព្រះអង្គបានបំពេញយោនរោជនឯណាក៏បញ្ញាប្រាក្តីខ្ជិលឧសាសាងទានសិលសព្ទនៃកំណត់ឈ្មោះពុទ្ធជ័យខំសូត្រសັບថ្ងៃសោនរោរីជននោះបានរំដោះរោគអាសន្នឧបទ្រពអនេកលន់នឹងដល់ធွာខ្សែមខ្សានគឺនិព្វានសុខកាន់ឡើងលែងទល់នេះសូមអនុមោទនាបូជាចំពោះការត្រាស់ដឹងព្រះអង្គទ្រង់ឈ្នះមារដោយពុទ្ធជ័យមង្គលទាំង8ប្រការសូមអនុមោទនាđai lắm lật đai lắm rất đai lắm rất đai sẽ bẹt lắm chẳng vẫn lưu phá mùi